có là dục pi khai bao người ngày phải chỉ đọc pi đó hai mà đồng đó phải chỉ pi lệ xua thà tinh được gọt chậm lái cứ chỉ tu tới mình cạn màu liếm rồi đó là dục bay khai anh bay chừng lọt pi pí từ bay màu đòn chứ mình đây thắc người ngày còn anh bay và hai chia bằng bảy từ đọc pi đòn chẳng con khác có đại bao còn 7 đón trong 10 ngàyឬក៏កូនខ្លះទៀតអាចបើក10ដងក្នុងមួយថ្ងៃឬក៏12ដងក្នុងមួយថ្ងៃវាមិនមែនជាបញ្ហាអីទេបើសិនជាកូនរបស់យើងគឺគាត់ឡើងគីឡូធម្មតាសុខភាពគាត់ល្អធម្មតាហើយតើតើនឹងការលូតលាស់របស់គាត់គឺធម្មតាអញ្ចឹងបើសិនជាគាត់មក12ដងមែនប៉ុន្តែគាត់មានបញ្ហាអត់ឡើងគីឡូឬក៏គាត់ស្រកគីឡូអញ្ចឹងគឺត្រូវតែជួបគ្រូពេទ្យដើម្បីឲ្យគ្រូពេទ្យពិនិត្យមើលថាតើមានបញ្ហាអីតើតើនឹងការបើករបស់គាត់ដែរឬអត់ដោយសារតែធម្មតាក្មេងដែលគាត់បើញឹកអាចមកពីគាត់មានបញ្ហាក្នុងការពិបាកក្នុងការបើឧទាហរណ៍ការជាប់នៅហ្វ្រាំងដាតឬក៏យើងហៅថាជាប់ដាតហ្នឹងឬក៏ក្មេងខ្លះជាប់នៅកៅអមមកផ្នែកខាងលើហ្នឹងក្រាស់ខ្លាំងពេកក៏ធ្វើឲ្យគាត់ពិបាកក្នុងការសញ្ជក់អញ្ចឹងនៅពេលដែលគាត់បើទៅគាត់ហត់គាត់ឈប់អញ្ចឹងនៅពេលដែលគាត់ឈប់គាត់បានបើបន្តទៀតអញ្ចឹងធ្វើឲ្យគាត់គេងលក់ទៅគាត់ឆាប់ភ្ញាក់មកវិញហើយគាត់ឆាប់បើម្ដងទៀតអញ្ចឹងហើយធ្វើឲ្យចំនួនដងនៃការបើហ្នឹងគឺច្រើនប៉ុន្តែបរិមាណនៃការបើហ្នឹងគឺបានតិចទេអញ្ចឹងក្នុងករណីហ្នឹងគឺអាចធ្វើឲ្យកូនអត់សូវឡើងគីឡូបើសិនជាមានបញ្ហាទាំងអស់ហ្នឹងគឺត្រូវតែជួបគ្រូពេទ្យដើម្បីពិនិត្យមើលឲ្យបានច្បាស់អញ្ចឹងសម្រាប់កូនដែលមានអាយុចាប់ពី1ខែទៅ3ខែជាទូទៅគឺគាត់អាចបើចន្លោះពី3លេខទៅ5លេខអញ្ចឹងសម្រាប់កូនយើងអាយុ2ខែប្រហែលជាចន្លោះពី3លេខទៅ4លេខគឺគាត់អាចបើបានប៉ុណ្ណឹងប៉ុន្តែយើងគួរតែពិនិត្យមើលផងដែរសម្រាប់ក្មេងតូចក្មេងខ្លះគឺគាត់ slow គាត់គេងច្រើនអញ្ចឹងនៅពេលដែលគាត់បើឧទាហរណ៍ថាគាត់ជក់ដោះម៉ាក់ឬក៏ជក់ទឹកដោះគោក៏ដោយនៅពេលដែលគាត់កំពុងបើគឺគាត់គេងហើយអញ្ចឹងបើសិនជាយើងបានទៅប៉ះគាត់ភ្ញួយគាត់ឲ្យគាត់បើបន្តឲ្យអស់ទេគឺគាត់នឹងគេងលក់អីអញ្ចឹងទឹកដោះគោឬក៏ទឹកដោះម៉ាក់គឺចោលហើយអញ្ចឹងនៅពេលដែលកូនកំពុងបើហើយកូនឈប់បើយើងអាចយកដៃយើងទៅភ្ញួយថ្ពាល់គាត់អញ្ចឹងទៅដើម្បីឲ្យគាត់ប្រឹងជក់ឡើងវិញហើយជក់ឲ្យបានអស់អញ្ចឹងកាលណាគាត់ជក់បានអស់ធ្វើឲ្យគីឡូរបស់គាត់ក៏ឡើងល្អតាមនឹងដែរប៉ុន្តែបើសិនជាករណីយើងភ្ញួយហើយកូននៅតែមិនព្រមបើមិនព្រមមុំអីទេគឺអាចតេតទៅនឹងបញ្ហានៅក្នុងមាត់របស់គាត់ដូចខ្ញុំបានរៀបរាប់ហ្នឹងឬក៏គាត់គឺជាក្មេងដែលគាត់បើតិចស្រាប់ប៉ុន្តែគីឡូរបស់គាត់ហ្នឹងគឺគាត់ឡើងធម្មតាអញ្ចឹងគាត់មានបញ្ហាអីដែរប៉ុន្តែបើសិនជាគាត់បើតិចបែបហ្នឹងហើយគីឡូរបស់គាត់អត់ឡើងទេគឺត្រូវតែប្រញាប់យកកូនជួបជាមួយនឹងគ្រូពេទ្យចំណុចមួយទៀតគឺយើងត្រូវតែពិនិត្យមើលដូចគ្នាជួនកាលកូនយើងគឺមានបញ្ហាសុខភាពអាចមានផ្ដាសាយឬក៏មានឡើងស្លេះមានតឹងច្រមុះអញ្ចឹងក៏ធ្វើឲ្យគាត់ពិបាកនៅក្នុងការបើដែរគាត់បើបានតិចហើយគាត់បើញឹកដងដូចគ្នាអញ្ចឹងបើសិនជាមានបញ្ហាហ្នឹងក៏ត្រូវតែប្រញាប់ជួបគ្រូពេទ្យដើម្បីឆែកមើលបន្ថែមតែទៅនឹងការបត់ជើងមកក្រៀមពពុះហើយស្អិតវាមិនមែនជាបញ្ហាអីទេបើសិនជាកូនអត់មានយំរករឿងខុសពីធម្មតាដោយសារតែធម្មតាកូនក្មេងតូចការគ្រប់គ្រងទៅលើជាតិស្ករឡាក់តូសនៅក្នុងពោះវៀនរបស់គាត់ហ្នឹងអត់ទាន់បានល្អមានថាពោះវៀនរបស់គាត់ហ្នឹងអត់ទាន់ស្រូបជាតិស្ករឡាក់តូសហ្នឹងបានល្អទេអញ្ចឹងហើយនៅក្នុងទឹកដោះម្ដាយក្នុងទឹកដោះគោគឺមានស្ករហ្នឹងដែលធ្វើឲ្យកូនបត់ជើងមករឿងពពុះដែរហើយពេលខ្លះបត់ជើងមករឿងជ្រេកជ្រោយច្រើនដងក្នុងមួយថ្ងៃបូកផ្សំជាមួយនឹងកូនបើបានតិចផងចំនួន2លេខ1លេខ2លេខអញ្ចឹងហើយធ្វើឲ្យអត់សូវមានការសំណល់លាមកទេអញ្ចឹងបានជាពេលខ្លះបត់ជើងមករឿងស្អិតដូចគ្នាអញ្ចឹងបើសិនជាលាមកហ្នឹងអត់មានឈាមទេអត់មានសម្បោរទេអត់មានក្តៅខ្លួនកូនអត់មានក្តៅខ្លួនទេអត់មានយំរករឿងហើមពោះធ្វើទុកពោះខុសពីធម្មតាទេលាមកបែបហ្នឹងគឺជារឿងធម្មតាអត់មានបញ្ហាអីទេប៉ុន្តែបើសិនជាកូនមានក្តៅខ្លួនមានយំរករឿងពេលបត់ជើងម្ដងយំរករឿងខ្លាំងខុសពីធម្មតាឬក៏លាមកហ្នឹងមានឈាមមានសម្បោរគឺត្រូវតែប្រញាប់ជួបជាមួយនឹងគ្រូពេទ្យដើម្បីពិនិត្យមើលបន្ថែម